អ្នកទាំងអស់គ្នាចង់ដឹងពីវិធីក្នុងការដេរខ្សែចងសក់ដែលខ្ញុំធ្វើរាល់ដងអត់បើចង់ដឹងអាចទស្សនាវីដេអូនឹងដល់ចប់បានជាដំបូងសូមស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ Channel YouTube របស់ខ្ញុំឈ្មោះ Maradi អ្នកទាំងអស់គ្នានេះគឺជាវីដេអូទី2ហើយដែលខ្ញុំបានបង្ហោះនៅក្នុង YouTube របស់ខ្ញុំហើយកាលពីវីដេអូមុនហ្នឹងគឺខ្ញុំផុសតាំងពី7ទៅ8ខែមុនមកម៉េះអ្នកទាំងអស់គ្នាយូរមែនតើខ្ញុំខានផុសខ្ញុំសង្ឃឹមថានៅក្នុងវីដេអូនេះនឹងអាចជួយជាប្រយោជន៍ដល់បងប្អូនដែលគាត់ចង់ចេះដេរខ្សែចងសក់អីអញ្ចឹងដោយខ្លួនឯងណាអ្នកនរគ្នាអាចទស្សនាវីដេអូនឹងដល់ចប់បានព្រោះវីដេអូហ្នឹងគឺខ្ញុំបង្ហាញគ្រប់ដំណាក់កាលក្នុងការធ្វើខ្សែចងសក់គ្រប់ជំហានហ្មងហើយបងប្អូនអាចមើលវីដេអូហ្នឹងលេងទៅបងប្អូនរបៀបកំដរអុកសុកអញ្ចឹងណាខ្ញុំអត់ដឹងមកនិយាយពេលដែលកំពុងធ្វើការខ្ញុំចូលចិត្តស្ដាប់ podcast មែនតើខ្ញុំអង្គុយដេក3ម៉ោងអញ្ចឹងខ្ញុំស្ដាប់ទាំង3ម៉ោងហ្មងថា0ដល់100ខ្ញុំថា100វានៅខាងវិជ្ជមានមួយហ្មងគឺលទ្ធផលបើដឹកនាំអ្វីក៏ដោយបើអត់មានលទ្ធផលយើងបកកែនិយាយយើងបកកែអីក៏ដោយអត់មានបានផលមកវិញដឹងតែឈប់ដឹងតែថ្ងៃណាមួយដឹងតែតាខានឬក៏យ៉ាងណាបិទក្រុមហ៊ុនយកមកតាមតែអត់ខុសទេព្រោះអ្នកដឹកនាំសង្កត់ទៅលើផលគឺជាអ្នកដឹកនាំកម្រិតទី1ហ្នឹងបើនិយាយពីJohn Maxwell ណាបងយក platform John Maxwell យកមកអនុវត្តបណ្ដាទូទៅហើយជីតើមាន process ប៉ុន្តែអ្វីដែលថាទប់អាចំណុចទាំងអស់ហ្នឹងគឺរវល់4ចំណុចទី4ខ្ញុំថាជាមួយមានឱកាសយើងនឹងមានវេទិកាមួយបកស្រាយសុទ្ធមកពីភាពអ្នកដឹកនាំ5កម្រិតព្រោះត្រូវការពេលវេលាតែនេះខ្ញុំនឹងបើកវងកញ្ចក់ទូដែរនៅក្នុងកន្លែងហ្នឹងអញ្ចឹងបើកម្រិតទី1គ្រប់នៅក្រោយយើងក៏គាត់អត់សូវខ្វល់ធម្មតាហើយអត់មានខ្លួនយើងអត់មានថាសប្បាយចិត្តចង់ធ្វើការងារហ្នឹង very stressful បាទ have to ដោយឆ្លៃអត់ជម្រើសបាទខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាមើលវីដេអូខ្ញុំហើយអត់ធុញណាកន្លែងដាក់កស៊ូនេះហើយខ្ញុំដាក់តាំងពីអង្គុយហើយឈរហើយអង្គុយវិញរៀងចាយពេលយូរបន្តិចសម្រាប់ការដាក់កស៊ូចូលនេះណាអ្នកនរគ្នាព្រោះខ្ញុំដាក់នេះដូចជាដាក់50កស៊ូហើយចាយពេលដាក់ប្រហែលជា7ម៉ោងដែរហើយចិត្តរួចរាល់អ្នកនរគ្នាសម្រាប់ដំណាក់កាលដាក់កស៊ូចូលនេះនៅពេលដែលយើងដាក់កស៊ូចូលហើយនៅសល់តែមួយចុងក្រោយទៀតទេគឺយើងត្រូវដេរផ្ចិតមុខអញ្ចឹងដេរផ្ចិតមុខហើយកាត់អំបោះកាត់អីឲ្យស្អាតខ្សែចងសក់យើងគឺរួចជាការស្រេចហើយបន្ទាប់ពីខ្ញុំបានដេររួចរាល់កាត់អំបោះកាត់អីស្អាតរួចរាល់គឺត្រូវយកមកខ្ចប់ឲ្យភ្ញៀវអ្នកនរគ្នាដោយសារតែខ្សែចងសក់នេះភ្ញៀវគាត់ order ខ្ញុំចំនួន50កស៊ូអ្នកនរគ្នា